hơi đã mắt á đó có mũiបាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះនាំកូនទៅដើរលេងនៅកន្លែងក្មេងៗលេងនៅជ្រោយចង្វាពុកម៉ែបងប្អូនបាទឥឡូវនេះពួកខ្ញុំបានធ្វើដំណើរមកដល់ជ្រោយចង្វាឥឡូវដល់ច្រកចូលកន្លែងលេងហើយពុកម៉ែបងប្អូនបាទឥឡូវកំពុងតែស្វែងរកកន្លែងចតឡានពុកម៉ែបាទដើម្បីយើងងាយស្រួលក្នុងការដើរមើលអញ្ចឹងណាបាទបន្ទាប់ពីយើងបានចតឡានហើយពុកម៉ែបងប្អូនឥឡូវកូនរបស់ខ្ញុំបាទហ្នឹងកំពុងតែ order ចង់បានស្អីនំហុយនោះពុកម៉ែបាទហើយរសជាតិនំហ្នឹងក៏មិនសូវឆ្ងាញ់ដែរពុកម៉ែបងប្អូនបានតែហៅថាល្អមើលអញ្ចឹងណាបាទបានផ្សែងហុយទ្លូមអញ្ចឹងនោះបាទអញ្ចឹងបានវាមានភាពតាក់ទាញដោយសារអាផ្សែងហ្នឹងបាទឥឡូវនេះបាទហើយកូនខ្ញុំហ្នឹងបានមកដល់ហើយបាទក៏ឲ្យអ្នកលក់គាត់រៀបចំឲ្យពុកម៉ែបងប្អូនបាទយកប្អូនមកកំប៉ុងបាទបងនោះមកកំប៉ុងបាទឥឡូវអ្នកលក់កំពុងតែរៀបចំបាទរៀបចំឲ្យហើយបាទឥឡូវគាត់ទៅចាក់ពឹបបាទអូផ្សែងហុយទលោមពុកម៉ែបងប្អូនបាទហើយឆ្ងាញ់តាត្រង់ហ្នឹងទេពុកម៉ែបាទឆ្ងាញ់ត្រង់ថាវាផ្សែងហ្នឹងហ្មងបាទហើយតាក្មេងៗនោះក៏ឃើញនោះគឺចង់ញ៉ាំតែម្ដងពុកម៉ែតែបើរសជាតិដូចយើងនំពងពុកម៉ែបងប្អូនអានំពងនំលីបាទអញ្ចឹងរសជាតិចង់គាត់ថានំវាមានទឹកដោះគោមានសូកូឡាអញ្ចឹងបាទតែគាត់ថាក្មេងៗឃើញហុយអញ្ចឹងវាចេះតែចង់ញ៉ាំអញ្ចឹងតែឲ្យរសជាតិឆ្ងាញ់មិនឆ្ងាញ់បានទេពុកម៉ែបងប្អូនបាទឥឡូវនេះកូនស្រីរបស់ខ្ញុំគេកំពុងតែសាកដាក់មួយម៉ាត់បាទនៅពីតូចនោះសារវីដេអូចាស់តូចមុននោះពុកម៉ែបងប្អូនបាទមាត់ហ្នឹងដាក់នំពងនឹងអត់ចូលទេពុកម៉ែដោយសារនំនឹងធំជាងឥឡូវនេះគេធំហើយបាទធំហើយគេដាក់នំនឹងចូលហើយចូលមាត់អីតែពីបានអញ្ចឹងណាឥឡូវដល់ពេលដាក់បងម្ដងបាទហើយបងផារ៉ាត់ហ្នឹងបាទគេពងដាក់មកដុំរបស់គេដែរបាទឲ្យដាក់មកហើយតែមើលផ្សែងមកណាអូហុយលិតទ្រុំតែហ្មងបាទអូយលិតមាត់លិតកថាសុខឆ្ងាញ់ហ៎បាទថាឆ្ងាញ់ណាឆ្ងាញ់បាទឥឡូវយើងបាន order ហើយយើងក៏ចេញដំណើរទៅមើលនៅឧបករណ៍ក្មេងលេងអញ្ចឹងណាពុកម៉ែបងប្អូនបាទនៅកន្លែងហ្នឹងបាទសិតតែកន្លែងឧបករណ៍ក្មេងលេងទេបាទហើយក្មេងៗមកហ្នឹងបានតែក្មេងៗសប្បាយក្មេងៗអញ្ចឹងណាបាទហើយកូនស្រីកូនប្រុសរបស់ខ្ញុំបាទហ្នឹងកំពុងតែជក់មាត់នឹងចំណីដែលគេកំងមាញ់នោះបាទអញ្ចឹងគេអត់ទាន់បានចង់ជិះអីទេពុកម៉ែបងប្អូនព្រោះជក់មាត់អញ្ចឹងមានដើរទៅទស្សនាមើលគេជិះលេងសិនទៅបាទថតសកម្មភាពរបស់គូក្មេងៗបាទកំពុងតែជិះលេងឡានបាទមានគ្រប់សពគ្រប់បែបយ៉ាងអញ្ចឹងណាបាទហើយឲ្យពួកគាត់ជិះគាត់ថាមិនទាន់ចង់ជិះទេបាទឡើងទៅឆ្ងាញ់ហ៎បាទឥឡូវមានតែដើរមើលគេសិនទៅបាទហើយនៅកន្លែងនេះបាទនិយាយថាកន្លែងក្មេងលេងនេះមកឲ្យតែមកអញ្ចឹងបាទសិតតែរបស់ក្មេងលេងជិះបាទហើយនេះអតេះភ្លើងរូបតុក្កតាខ្លាឃ្មុំតាម៉ែវយើងគ្រប់ទាបាទមានកងោកមានកងានអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយនេះឥឡូវយើងមកមើលបេះដូងរបស់យើងបាទបេះដូងភ្លោះបាទគួរឲ្យស្រស់ស្អាតមែនតើណាពុកម៉ែបងប្អូនបាទហើយនេះគឺជាស្អីទេសំពឺដឹងអីដឹងបាទរូបត្រីមច្ឆាជាមួយនឹងសត្វណាពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនបាទមានក្មេងៗមកអីលេងបាទត្រូវហ្មងបាទត្រូវមាច់កន្លែងហ្នឹងគឺកន្លែងក្មេងលេងសុទ្ធសាធតែម្ដងបាទដោយសារមកលើកនេះអត់សូវមានមនុស្សម្នាជិះទេពុកម៉ែបងប្អូនមើលមកសារមុនបាទនិយាយថាជិះនោះអូបាទគ្រប់គ្នាមិនរកកន្លែងជិះបានទេដាក់វេនតែឥឡូវរៀងស្ងាត់ហើយពុកម៉ែបងប្អូនដោយសារអ្នកខ្លះគាត់បានមកលេងទៅបាទធុញទៅក៏គេលេងមកអញ្ចឹងទៅបាទហើយចំណែករូបខ្ញុំនឹងគ្រួសារមិនសូវបានមកអញ្ចឹងទៅក៏ជូនគាត់មកដើរលេងទៅបាទនៅនេះម៉ូតូទឹកបាទមិនធម្មតាទេបាទមានម៉ូតូទឹកបាទចង់ជិះម៉ូតូទឹកក្មេងៗបាទមកសាកកន្លែងហ្នឹងបាទតំណងរបស់ពួកគាត់ណាកំពុងតែអែមសេមដែរហើយខ្ញុំបាទមិនទាន់ស្គាល់ជាតិម៉ូតូទឹកជិះលើទឹកមិនផងទេបាទចាញ់ក្មេងៗបាទឥឡូវបន្ទាប់ពីគាត់ញ៉ាំនំអស់ហើយបាទឥឡូវកំពុងតែ order បាទនេះជិះសិតតែ570ពួកម៉ែបងប្អូនបាទលុចស៊ី570បាទនេះសេរី2000ម៉ាននេះ16ឯពុកម៉ែបាទអា2020 2023 24នោះក៏មានដែរពុកម៉ែបងប្អូនបាទអូស្រត់ទៅស្រឡានទំនើបទៅហ្មងបាទសំណាងកូនខ្ញុំបាទទាំងពីរហ្នឹងបានជិះឡានបាទស្ទិល model លុចស៊ីហើយពុកម៉ែបងប្អូនហើយសំណៃរូបខ្ញុំបាទ
đang ngày nào bạn miền sầm nang chi tế bốc máy ba hay tranh côn đạch tay mà đong bạt ô nè bà sạt lì tân nợ bà thay lấy bắt top bây giờ chi ban hai bộ cột các bạn cho hai giờ các bạn tranh nằm na pi cái lại nâng bà đầm bay tập mơ tới tập hiệp nâng cái lại lên xem tiết bạn bà bộ cột còn rơi tia đấy bốc máy bóng pôn để ra cột đằng mạch đáy cột áo cột chi tế bạn chẳng cột áo rơi tia chi tế bốc máy bóng pôn để ra mơ tới mình tận nông sắp bài chẳng nó bà hay ní cái lại mình bà màu lên châu không nâng bà dụ 3-4 ឆ្នាំនេះបាននៅក្នុងនឹងទាំងអស់បាទឥឡូវកំពុងតែធ្វើដំណើរទៅមើលណាទូកហោះបាទកត្រកវិលបាទមានគ្រប់បែបយ៉ាងអញ្ចឹងណាបាទហើយមកទាំងតែក្មេងៗទាំងតែសប្បាយគ្រប់តែគ្នាហ្មងបាទហើយមើលតែភ្លើងពណ៌ចវិតចវាត់ខ្វាត់ខ្វែងចាំងប្រព្រាកបាទហើយអានេះនឹងស្អីទេពុកម៉ែបងប្អូនបាទឲ្យខ្ញុំជីមិនហ៊ានជីទេបាទគាត់តែឃើញនឹងស្រាវតែម្ដងបាទហើយនោះកន្លែងដំអិលបាទក្មេងលេងបាទក្មេងមកនឹងត្រូវប៉ាន់បាទហើយនោះយន្តហោះបាទយន្តហោះនឹងភាសាបងនៅទូចបានជិះយន្តហោះនឹងតែលើបងគេធំហើយគេលែងជិះហើយបាទគេធ្លាប់ជិះនៅពីទូចបាទឥឡូវបានមកដល់កន្លែងបេះដូងទៀតហើយពុកម៉ែបងប្អូនបាទនៅនេះមានសត្វបាទគេលើគេចាប់សត្វ dinosaur យកមកជិះពុកម៉ែបងប្អូនបាទនេះ dinosaur បាទអូសាហាវណាស់មនុស្សលោកយើងពុកម៉ែបាទហ៊ានចាប់ dinosaur មកជិះបាទបជាលេងតាមចិត្តពុកម៉ែបងប្អូនបាទណែម្នាក់ខ្លាឃុំតកកបាទមានសពគ្រប់បាទ dinosaur បាទឥឡូវបន្ទាប់ពីយើងដើរលេងហើយមានអារម្មណ៍តាហែវពុកម៉ែបងប្អូនបាទហែវហើយបាទមានតែរកកន្លែងញ៉ាំពុកម៉ែបាទឥឡូវនេះមកអង្គុយកន្លែងញ៉ាំហើយបាទរៀបចំចូលតុហើយមើលតកូនស្រីរបស់ខ្ញុំសូវស្រស់ទេពុកម៉ែបងប្អូនចង់ទៅលេងទៀតតែចង់ឲ្យញ៉ាំសិនឲ្យមានកម្លាំងអាំងដើរលេងទៀតចឹងពុកម៉ែបងប្អូនតែគេនោះគេមិនសូវព្រមមកលើភរិយារបស់ខ្ញុំបាទក៏ម៉ងស៊ុបឆ្នាំងតូចមួយឆ្នាំងបាទតម្លៃ 40000 រៀលពុកម៉ែបាទហើយនេះកូនស្រីបាទមុខមិនស្រស់ទេឮតែញ៉ាំបាទលេខ1ហ្មងរឿងញ៉ាំពុកម៉ែបងប្អូនមិនដែលថាបានញ៉ាំស្រួលដូចគេទេបាទរឿងញ៉ាំថាមុខជូរបាទទាចង់នាំទៅដើរលេងបាទណាបើនេះអ្នកថតកាមេរ៉ាមែននោះកំពុងតែហែវដែរអញ្ចឹងបាទហើយក៏ដាក់ស៊ុបមួយឆ្នាំងទៅបានហើយខ្ញុំបាទក៏គួរឲ្យគេថែមនៅមួយមុខទៀតមក oyster មួយមុខទៀតទៅបាទចង់ញ៉ាំ oyster ពុកម៉ែបងប្អូនបាទឥឡូវនេះយើងកំពុងរៀបចំបាទដាក់ភ្លើងដាក់ឆ្នាំងហើយបាទដើម្បីចំអិនមុខម្ហូបស៊ុបរបស់យើងបណ្ដាឥឡូវភរិយារបស់ខ្ញុំនោះក៏បានដាក់គ្រឿងហើយបាទគ្រឿងបន្លែគ្រឿងផ្សេងផ្សំបាទនេះជាទឹកចុងក្រោយបាទក្របភ្លឹបតែម្ដងពុកម៉ែបាទឥឡូវនេះ oyster របស់ខ្ញុំបាទនោះក៏មកដល់ត្មមបាទoyster បាទមួយឈុតនឹង$5ឥឡូវនេះកាមេរ៉ាមែនហ្នឹងបាទរូបខ្ញុំហ្នឹងបាទចាប់ដើមដៃម្ខាងលីគ្រឿងដៃម្ខាងកាន់កាមេរ៉ាបាទឥឡូវបន្ទាប់ពីយើងលីហើយបាទដាក់មួយសរុបមកមើលទៅតំណងណាពុកម៉ែបងប្អូនបាទដើរលេងហត់ហែវផងនោះបាទឥឡូវនោះបងផារ៉ាត់ហ្នឹងគេចាប់ដើមដាក់មកគ្រាប់ដែរហើយបាទឥឡូវគេចាប់ដើមហើយបងរ៉ូសាបាទឥឡូវដាក់ហើយអូយបាទមើលទៅក៏តំណងរបស់គេដែរហ្នឹងតែគាត់សូវជាចំណូលអញ្ចឹងណាដោយសារគាត់បដៃហូបអញ្ចឹងបាទចឹងគាត់ថាឆ្ងាញ់ចឹងយូរម្ដងយ៉ងមកឌូពុកម៉ែបងប្អូនមិនថាមួយអាទិត្យពីរអាទិត្យនេះរាប់ខែប្រហែលហូបម្ដងអញ្ចឹងណាដោយសារវាមានតម្លៃបាទយើងហូបទៅតាមលទ្ធភាពរបស់យើងទៅពុកម៉ែបាទចឹងបានថាជីវិតមានតែប៉ុណ្្នឹងទេពុកម៉ែឥឡូវនេះស៊ុបរបស់យើងបានពុះកញ្ជ្រោលហើយពុកម៉ែបងប្អូនបាទអូពុកម៉ែបងប្អូនហើយស្រក់ទឹកមាត់ហើយហែវផងនោះបាទហើយភរិយារបស់ខ្ញុំនោះក៏ចាប់ផ្ដើមចាប់បាទឲ្យកូនបាទបងផារ៉ាត់បងរ៉ូសានោះណាបាទហើយចាប់ដាក់ចានមកប្រអប់ហ្នឹងមកបាទនេះកូនស្រីបាទគេញ៉ាំមីពុកម៉ែបាទអូយស៊ុបប៉ុណ្ណានៃអត់ញ៉ាំទេបាទហើយទៅញ៉ាំមីបាទយ៉ាភរិយារបស់ខ្ញុំលេងហើយបាទអូឆ្ងាញ់ពំយកតែម្ដងណាពុកម៉ែបងប្អូនបាទហើយនោះបងគេលេងដែរហើយអ្នកថតនឹងឯណាបានលេងគេទេបើលេងជាប់កាមេរ៉ារហូតផងបាទហើយសម្រាប់ខ្ញុំបាទហ្នឹងថតផងលួចញ៉ាំផងបាទគួយស្តុបផងអញ្ចឹងណាបាទឥឡូវស៊ុបរបស់យើងចង់អស់កន្លះឆ្នាំងហើយបាទអ្នកថតនៅតែថតទៅបាទតិចអស់ហើយធ្វើមុខយូរឥឡូវពុកម៉ែបងប្អូនបាទនិយាយលេងទេបាទគាត់តែមកឈឹបហ្នឹងផ្អាកហ្នឹង
អ្នកថតនឹងឆ្អែតចង់ឆ្អែតខ្លះហើយហ្នឹងបាទអូឯនោះគេຕົកឡើងចង់គេអស់មួយចាននៅឯងនៅផ្លុំពុកម៉ែបាទអូយីថាល្បិចលើល្បិចកំពូល100ចំពុកមកបាទល្បិចនោះបាទឲ្យញ៉ាំនឹងនិយាយថាវេទនាណាបាទឥឡូវចេះដួសញ៉ាំខ្លួនឯងចឹងណាបាទឥឡូវរូបខ្ញុំនៅកំពុងតែរៀបចំ oyster ឲ្យភរិយារបស់ខ្ញុំមកគ្របបាទចាំមើលគាត់ញ៉ាំយ៉ាងម៉េចបាទឥឡូវគាត់ចាប់ផ្ដើមហើយបាទដាក់នេះមកឈុតនេះខ្ញុំដាក់ឡើងពីមាត់តែម្ដងពុកម៉ែបងប្អូនបានដាក់ឲ្យគាត់ដាក់អត់ចូលមាត់អត់ទេបាទគាត់ដាក់មិនទេថាដាក់ចឹងទៅនឹងហើយដាក់ចឹងទៅបាទដាក់ចូលអស់ហើយបានឆ្ងាញ់បើយើងញ៉ាំប៉េះអត់ឆ្ងាញ់ទេអូច្រើនពេកទៅបាទគេកំងកធុំថេបដាក់ឲ្យច្រើនឥឡូវខ្ញុំបាទហ្នឹងដាក់ឲ្យច្រើនគឺមានអីញ៉ាំអត់ចូលមាត់បាទច្រើនពេកឥឡូវមានតែញ៉ាំ oyster កធុំថេបពាក់កណ្ដាលទៅហើយចាប់ផ្ដើមបន្ថែម oyster តាមក្រោយនិយាយថាអូឆ្ងាញ់របស់គេណាពុកម៉ែបងប្អូនបាទនិយាយថាជាតិនោះជាតិយកតែមែនតែនបាទញ៉ាំមើលបាទឃើញកាមេរ៉ាផងអ៊ីនផងខ្វាច់ផងអញ្ចឹងណាពុកម៉ែបងប្អូនបាទពីមាត់តែម្ដងបាទហេចឹងមិនថាបានម្នាក់មកគ្របម្នាក់ពីរគ្របដែរមួយឈុតនឹង20000នឹងបាទឥឡូវយកមកទុកបាទសម្បកវិញហើយពុកម៉ែបងប្អូនបាទហើយខ្ញុំបាទនោះក៏ពុកភរិយារបស់ខ្ញុំក៏ឲ្យចង់ថតខ្ញុំពេលខ្ញុំហូប oyster អញ្ចឹងណាពុកម៉ែលើទឹកចុងក្រោយហើយនៅមួយគ្របហ្នឹងហើយក៏ឲ្យភរិយារបស់ខ្ញុំថតទៅបាទឥឡូវនេះសកម្មភាពរបស់ខ្ញុំបាទនេះបាទឥឡូវដាក់មកគ្របនេះបាទគ្រប់ទឹកតែម្ដងពុកម៉ែបងប្អូននិយាយថាខ្យល់មាត់តាពីអត់ចង់កើតទេពុកម៉ែបងប្អូនដោយសារវារៀងតុនអញ្ចឹងយើងស្រួលតាពីបាទបើសិនរឹងវិញបាច់ទេបាទទល់លើទល់ក្រោមហើយបាទអូជាតិណាទឹកចុងក្រោយហ្នឹងបាទភរិយារបស់ខ្ញុំបាទហ្នឹងគាត់ថតឲ្យអញ្ចឹងបាទឥឡូវបានបាទคลิปគេដែរទៅបាទមិនដែលបានចូលក្នុងកាមេរ៉ាអញ្ចឹងបាទឥឡូវបន្ទាប់ពីយើងញ៉ាំហើយពុកម៉ែបងប្អូនយើងចាប់ដើមគិតលុយហើយបាទឥឡូវម្ហូបរបស់យើងញ៉ាំអស់ហើយបាទយើងគិតលុយហើយក៏យើងទៅកន្លែងលេងចុងក្រោយពុកម៉ែបងប្អូននឹងហើយកន្លែងលេងចុងក្រោយដែលកូនរ៉ូសារបស់ខ្ញុំគាត់ទាមកលេងបាទកន្លែងហ្នឹងឲ្យទៅមកលេងអញ្ចឹងអានឹងចុងក្រោយហើយលេងហើយទៅឆ្អែតឆ្អន់ទៅបានឈប់លេងទៅណាបាទពុកម៉ែបងប្អូនបាទអញ្ចឹងមិនថាកន្លែងហ្នឹងពីមុនមនុស្សច្រើនណាស់តែឥឡូវប្រហែលជាក្មេងៗគាត់ស៊ាំគាត់ធុញវានៅដែលអញ្ចឹងបាទអញ្ចឹងក៏មិនសូវមានមនុស្សដូចឥឡូវទេបាទអញ្ចឹងថាបាទហើយវីដេអូរបស់ខ្ញុំបាទគឺមានតែប៉ុណ្្នឹងទេណាពុកម៉ែបងប្អូនបាទស្រឡាញ់បាទពេញចិត្តបាទរាប់អានបាទកុំភ្លេចបាទជួយចុច subscribe ឲ្យម្នាក់មួយផងណាពុកម៉ែបងប្អូនបាទអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត